សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អ្នកប្រមាញ់ក្តីសុបិន The Hunter of Dream ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅក្នុងដំណើរផ្សងព្រេងមួយដែលពោរពេញទៅដោយអត្ថន័យនៃជីវិតហើយអាចផ្លាស់ប្ដូររបៀបគិតការមើលទៅលើជ្រុងមួយទៀតនៃជីវិតរបស់អ្នកបានវាជារឿងមួយដែលមិនមែនត្រឹមតែជាស្នាដៃអក្សរសិល្ប៍ប៉ុណ្ណោះទេតែនេះគឺជាអំណោយមួយដែលជំរុញចិត្តរបស់មនុស្សឲ្យជំនះរាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិនរបស់គេបានដំណើរផ្សងព្រេងដើម្បីសម្រេចក្តីសុបិនគឺជាសាច់រឿងអំពីក្មេងប្រុសម្នាក់ដែលចង់ស្វែងរកកំណប់ដ៏អាថ៌កំបាំងមួយតែចុងក្រោយគាត់អាចរកឃើញរបស់ដែលមានតម្លៃគឺមានតម្លៃធំជាងមាសប៉ុន្មានសិបដងឯណោះហើយនេះគឺជាសាច់រឿងមួយដែលនិយាយអំពីជំនឿការតស៊ូនិងអំណាចនៃក្តីសុបិនផ្នែកទី1នៃសៀវភៅនេះគឺនិយាយអំពីសុបិននិងជីវិតជាអ្នកចិញ្ចឹមជីមនៅក្នុងប្រទេសអេស្ប៉ាញមានក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Santiago គាត់គឺជាអ្នកចិញ្ចឹមជីមម្នាក់ដែលស្រឡាញ់សន្តិភាពនិងការធ្វើដំណើរជីវិតរបស់គាត់គឺសាមញ្ញណាស់តែពោរពេញទៅដោយសន្តិភាពដែលមានតែសំឡេងខ្យល់ប៉ះទៅលើស្មៅសំឡេងជាមមេឃពណ៌ខៀវនៅពេលថ្ងៃនិងមេឃពណ៌លឿងនៅពេលល្ងាចតែប៉ុណ្ណោះនៅក្នុងជំរឿចិត្តរបស់ Santiago ក៏មានអារម្មណ៍ថាជីវិតរបស់គាត់មិនគួរណាបញ្ចប់ត្រឹមនេះទេរៀងរាល់យប់គាត់មានសុបិនមួយដែលដូចគ្នាមានសម្បត្តិមួយបានលាក់ខ្លួនយ៉ាងអាថ៌កំបាំងនៅប៉មមួយនៃប្រទេសអេស៊ីបសុបិននោះបានធ្វើឲ្យគាត់ចង់ដឹងថាតើវាមានអត្ថន័យយ៉ាងម៉េចជាខ្លាំងជីភពសំណាងក៏បានជួបទៅនឹងអ្នកទូទេម្នាក់ដែលអាចពន្យល់ប្រាប់គាត់បានថាតើសុបិននោះមានអត្ថន័យយ៉ាងដូចម្តេចអ្នកទូទេរូបនោះបានប្រាប់គាត់ថាសម្បត្តិនោះគឺពិតជាមាននៅទីនោះយ៉ាងពិតប្រាកដមែនហើយនេះគឺជាចំណុចដ៏អស្ចារ្យនៃការចាប់ផ្ដើមក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនេះផ្នែកទី2ការជួបស្ដេចនៃទីក្រុងសាឡឹមនៅថ្ងៃមួយ Santiago បានជួបទៅនឹងបុរសចំណាស់ម្នាក់ Melchizedek គាត់បង្ហាញខ្លួនក្នុងនាមជាស្ដេចនៃទីក្រុងសាឡឹម The King of Salem ស្ដេចបាននិយាយជាមួយនឹងពាក្យមួយដែលមានសមត្ថភាពអាចផ្លាស់ប្ដូរជីវិតរបស់ Santiago បានគាត់និយាយថាមនុស្សនីមួយៗកើតមកគឺដើម្បីសម្រេចចក្ខុវិស័យផ្ទាល់ខ្លួនរបស់គេបើសិនជាអ្នកចង់បានអ្វីមួយពិតប្រាកដមនុស្សពិភពលោកទាំងមូលនឹងសហការជួយអ្នកឲ្យសម្រេចវាហើយមុនពេលដែលស្ដេចបានចាក់ចេញក៏បានប្រគល់ថ្ម2គ្រាប់ឲ្យទៅ Santiago ដែលថ្មទី1មានឈ្មោះថា Urim និងថ្មទី2មានឈ្មោះថា Thummim ជាសញ្ញានៃការណែនាំនិងជំនួយដល់គាត់នៅពេលដែលគាត់សង្ស័យទៅលើការសម្រេចចិត្តរបស់គាត់ Santiago ដាក់ថ្មទាំងនោះទៅក្នុងហោប៉ៅរបស់គេហើយដំណើរនៃការផ្សងព្រេងដ៏អស្ចារ្យរបស់គាត់ក៏បានចាប់ផ្ដើមផ្នែកទី3ការប្រាជ័យដំបូងនិងការរៀនពីមេរៀនដ៏សំខាន់មួយនៅក្នុងជីវិតនៅពេលដែលគាត់ទៅដល់ទីក្រុង Tangier ជាទីក្រុងមួយដែលគាត់ត្រូវទៅឆ្លងកាត់ដើម្បីទៅដល់ប្រទេសអេស៊ីប Santiago ត្រូវបានគេលួចទាំងអស់ដែលគាត់មាននៅក្នុងកំឡុងពេលនោះគាត់គិតថាអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ហើយទោះបីជាយ៉ាងណាបេរ៉ូរបស់គាត់នៅតែប្រាប់គាត់ថាចូលកុំបោះបង់វាគាត់ចាប់ផ្ដើមធ្វើការនៅហាងលក់កែវចរណៃមួយកន្លែងតាមរយៈការងារនោះគាត់អាចរៀនបានពីការចេះអត់ធ្មត់និងការរៀនសន្យាចំពោះគោលដៅរបស់ខ្លួនឯងគាត់ខ្លាចទៅជាមនុស្សថ្មីដែលមានទាំងទំនុកចិត្តនិងអំណាចនៅក្នុងខ្លួនអ្វីដែលគាត់សន្មតថាជាការប្រាជ័យតាមពិតទៅវាគ្រាន់តែជាការបង្រៀនគាត់ទៅវិញនោះទេផ្នែកទី4ដំណើរឆ្លងកាត់វាលខ្សាច់និងការជួបអ្នកបំលែងលោហៈធាតុបន្ទាប់មក Santiago បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុមខារ៉ាវ៉ាន់ដើម្បីធ្វើដំណើរឆ្លងកាត់វាលខ្សាច់សាហារ៉ាដ៏ធំល្វឹងល្វើយក្នុងដំណើរឆ្លងកាត់សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយនោះគាត់បានជួបនឹងបុរសជនជាតិអង់គ្លេសម្នាក់ដែលកំពុងស្វែងរកវិធីសាស្ត្របំលែងលោហៈធាតុឲ្យទៅជាមាសនៅចំកណ្ដាលវាលខ្សាច់គាត់បានជួបទៅនឹងមនុស្សសម្ងាត់ម្នាក់ដែលមានសមត្ថភាពអាចមើលឃើញចិត្តរបស់គាត់បានគ្រប់យ៉ាងគេហៅគាត់ថា The Alchemist ឬក៏បុរសដែលអាចបំលែងលោហៈធាតុឲ្យក្លាយទៅជាមាសនោះឯង The Alchemist គឺមិនបានបង្រៀនគាត់ដោយប្រើប្រាស់សៀវភៅនោះទេប៉ុន្តែដោយប្រើប្រាស់អំណាចនៃភាពស្ងៀមស្ងាត់ទៅវិញគាត់បាននិយាយថាបេះដូងរបស់អ្នកបានដឹងចម្លើយទាំងអស់តែពេលខ្លះអ្នកតែងតែភ្លេចស្ដាប់វាតែប៉ុណ្ណោះក៏បង្រៀន Santiago អំពីវិធីភ្ជាប់ខ្លួនជាមួយនឹងស្មារតីនៃពិភពលោកអារម្មណ៍ដែលអាចបង្ហាញសញ្ញានៅគ្រប់កន្លែងប្រសិនបើយើងស្ដាប់ដោយប្រើប្រាស់ចិត្តផ្នែកទី5សេចក្តីស្រឡាញ់និងការប្រឡងលើសេចក្តីជឿនៅស្រះទឹកអូស៊ីស Santiago បានជួបទៅនឹងនារីម្នាក់ដែលមានឈ្មោះថា Fatima នាងគឺជាស្ត្រីដ៏ស្រស់ស្អាតមានភ្នែកដូចជាគ្រាប់ខ្សាច់និងចិត្តដ៏ផូរផង់ដូចជាទឹកគាត់បានចាប់ចិត្តស្រឡាញ់នាងហើយគិតថាគាត់អាចនឹងនៅទីនេះជារៀងរហូតតែជាសំណាងល្អ Fatima គឺជាមនុស្សម្នាក់ដែលនៅក្នុងតំបន់វាលខ្សាច់នាងបានប្រាប់ទៅ Santiago វិញថា
បើស្នេហាជាសេចក្តីស្រឡាញ់ពិតវានៅមិនរារាំងអ្នកទេវានឹងជួយអ្នកឲ្យសម្រេចក្តីសុបិនពាក្យនោះកាន់តែធ្វើឲ្យសន្តិអាគូមានកម្លាំងមុតមុតជាងមុនក្នុងការផ្សងព្រេងដើម្បីសម្រេចក្តីសុបិនដែលគាត់តែងតែប្រាថ្នាបន្ទាប់មកគាត់ត្រូវប្រឈមជាមួយនឹងតេស្តមួយដ៏អស្ចារ្យដោយគាត់ត្រូវតែបង្ហាញថាគាត់អាចភ្ជាប់ខ្លួនជាមួយនឹងអវកាសបានបន្ទាប់មកគាត់ត្រូវប្រឈមមុខជាមួយនឹងតេស្តមួយដែលគាត់ត្រូវតែបង្ហាញថាគាត់អាចភ្ជាប់អាកាសនិងពិភពលោកបានដោយជំនឿនិងស្មារតីដ៏មុតមាំគាត់ប្រែកាយឲ្យក្លាយទៅជាខ្យល់ជាផ្នែកមួយនៃការជឿនិងការពិតដែលលើសពីមនុស្សធម្មតាផ្នែកទី6ការរកឃើញសម្បត្តិនិងសេចក្តីដឹងចុងក្រោយសន្តិអាហ្គូមកដល់ប៉មនៃប្រទេសអេស៊ីបគាត់ជីកដោយពេញចិត្តដោយជឿជាក់ថានេះគឺជាចុងបញ្ចប់នៃដំណើរផ្សងព្រេងតាមក្តីសុបិនរបស់គាត់ហើយប៉ុន្តែមានចៅមួយក្រុមមកវាយប្រហារហើយចាប់គាត់មនុស្សម្នាក់នៅក្នុងក្រុមចៅនោះបានសើចកើតវាបានដឹងពីហេតុផលដែលសន្តិអាហ្គូមកកាន់ប៉មនៅក្នុងប្រទេសអេស៊ីបនេះគេបាននិយាយវិញថាខ្ញុំក៏ធ្លាប់សុបិនឃើញសម្បត្តិដែរតែសុបិនថាវាលាក់នៅក្រោមដើមឈើមួយដែលនៅឯព្រះវិហារចំណាស់មួយនៅប្រទេសស្ប៉ាញពេលនោះសន្តិអាហ្គូយល់ព្រាមថាតាមពិតសម្បត្តិដែលខ្លួនតាមរកនោះគឺស្ថិតនៅឯប្រទេសស្ប៉ាញទេគាត់ក៏វិលត្រឡប់ទៅប្រទេសស្ប៉ាញវិញទៅកាន់ព្រះវិហារចាស់ដែលជាកន្លែងដែលគាត់ធ្លាប់យល់សុបិននៃកំណប់នៅក្រោមដើមឈើគាត់ជីកឲ្យរកឃើញប្រអប់មាសមួយយ៉ាងពិតប្រាកដនៅទីនោះគាត់ញញឹមហើយនិយាយថាពេលដែលអ្នកចង់បានអ្វីមួយពិតប្រាកដពិភពលោកទាំងមូលនឹងសហការជួយអ្នកឲ្យសម្រេចវាសេចក្តីបញ្ចប់នេះគឺជាសារបញ្ចប់នៅក្នុងអេពីសូតមួយនេះដំណើរផ្សងព្រេងដើម្បីសម្រេចក្តីសុបិនមិនមែនជារឿងអំពីអ្នកចិញ្ចឹមជាមនោះទេវាគឺជាសាច់រឿងដែលនិយាយអំពីយើងទាំងអស់គ្នាយើងទាំងអស់គ្នាមានក្តីសុបិនមានការភ័យខ្លាចពីភាពបរាជ័យតែបើយើងមិនបោះបង់បេះដូងរបស់យើងនឹងនាំយើងទៅកាន់កន្លែងដែលត្រឹមត្រូវដោយសន្តិអាហ្គូតាមពិតទៅសម្បត្តិពិតប្រាកដគឺមិនស្ថិតនៅកន្លែងឆ្ងាយទេគឺវាស្ថិតនៅកន្លែងគឺវាស្ថិតនៅក្នុងខ្លួនរបស់គេនោះឯងអរគុណសម្រាប់ការទស្សនាសូមចុច like និង subscribe និងចែករំលែកវីដេអូនេះប្រសិនបើអ្នកជឿថាសម្បត្តិរបស់អ្នកនឹងក្លាយទៅជាការពិតបានចូលតាមរកវាពិភពលោកទៅមួយនឹងសហការជួយអ្នកហើយសូមអរគុណ